នេះគឺជាទស្សនវិជ្ជាដែលមុនថ្ងៃសង្ក្រាន្តនៅវត្តភ្នំចាប់ផ្ដើមគឺគេមានរៀបភ្លើងតែងស្អាតណាបងប្អូននេះសង្ក្រាន្តវត្តភ្នំឆ្នាំថ្មីភាកិច្ចថ្មីជ័យជំនះថ្មីស្អាតណាអែម fresh មិនយូរវ័យធុញថប់មួយនឹងហាងមួយនឹងអីអាចជើញមកនេះបានបងប្អូននេះខ្សាច់មែនតែនណាដែលរៀបចំឡើងនៅវត្តភ្នំហើយដំបងស្មានតែចរតាតែមានសភាពស្អាតមែនតែននេះជាស្នាដៃកូនខ្មែរពិត 100% ហើយនេះជាខ្លោងទ្វារធំខ្លោងទ្វារនៅវត្តភ្នំយើងហ្នឹងអូរូបនេះស្អាតណាស់បងប្អូនអើយស្អាតមែនតើនេះស្អាតមែនតើលើ review មួយសិនស្អាតណាស់បងប្អូនវត្តភ្នំនៅតែស្អាតអ្នកគិតថាអត់ស្អាតអត់ស្អាតអ្នកគិតថាស្អាតស្អាតវត្តភ្នំនៅតែអែមថ្ងៃនេះមានភ្ញៀវទេសចរមកលេងច្រើនណានេះសិភ្ញៀវនេះភ្ញៀវមកពីស្រុកអនុសៅម៉ៅអូអែមនេះប្លង់នេះ